ដូចជាសួស្តីដល់បងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរគឺយើងមកជួបគ្នាបន្តទៀតទាក់ទងទៅនឹងរូបវិទ្យាថ្នាក់ទី10មេរៀនច្បាប់ចលនារបស់ Newton បាទជាបន្តយើងនឹងមើលលំហាត់ទាក់ទងទៅនឹងលំហាត់លេខ2នេះគេថាវត្ថុមួយមានម៉ាស់ m 1ស្មើនឹង5គីឡូក្រាមដាក់នៅលើតុគ្មានកកិតនៅក្នុងប្លង់ដេកហើយត្រូវបានភ្ជាប់នឹងខ្សែដែលឆ្លងកាត់រកហើយភ្ជាប់ទៅនឹងវត្ថុមួយទៀតដែលមានម៉ាស់ m ស្មើ2ស្មើជាមួយនឹង4គីឡូក្រាមដូចបង្ហាញនៅក្នុងរូបអញ្ចឹងក៏គេឲ្យគូសយ៉ាក្រាមតាំងឲ្យកម្លាំងនៃប្រព័ន្ធខគណនាសន្ទុះនៃប្រព័ន្ធអញ្ចឹងជាដំបូងគ្រូសូមផ្ដល់ជាគំនិតនៅក្នុងការដោះស្រាយលំហាត់នឹងបន្តិចនៅក្នុងការដោះស្រាយលំហាត់នេះជាដំបូងបងប្អូនត្រូវយល់ពីការគូសយ៉ាក្រាមតាំងឲ្យកម្លាំងនៃប្រព័ន្ធអញ្ចឹងលំហាត់បែបចំណោទបែបហ្នឹងគឺយើងសិក្សាបែប dynamic អញ្ចឹងគឺសំខាន់ណាស់នៅក្នុងការគូសយ៉ាក្រាមនៅពេលដែលយើងគូសយ៉ាក្រាមចេញយើងគណនាវាសន្ទុះវាយើងអនុវត្តទៅតាមច្បាប់ទី2របស់លោក Newton អូខេអញ្ចឹងយើងមកមើលដំណោះស្រាយទាំងអស់គ្នាបាទអញ្ចឹងគូសយ៉ាក្រាមគ្រូគូសបានប៉ុណ្ណឹងឥឡូវយើងមើលបន្តិចទៅមើលបន្តិចមកយ៉ាក្រាមខាងលើគ្រូគូសឲ្យមើលតិចសិនមកអញ្ចឹងការគូសយ៉ាក្រាមរបស់យើងអញ្ចឹងយើងមើលបន្តិចសិនបាទអញ្ចឹងកាលណាអង្គធាតុ M1 ដាក់នៅលើតុមានម៉ាស់មាននៅទម្ងន់ប៉េបាទយើងតាំងវាដោយប៉េហើយកាលណាដាក់នៅលើតុវាមាននៅកម្លាំងប្រតិកម្មរបស់តុវាគឺយើងតាំងវាអានេះយើងសរសេរក្នុងទម្រង់ជា vector ដោយសារតែកម្លាំងប្រតិកម្មនិងទម្ងន់វាជាទម្រង់ vector អានេះកាលណាខ្សែវាទាញដោយម៉ាស់ពីនឹងវាមានភាពតានតឹងរបស់ខ្សែយើងតាំងវាដោយតេដាក់វាដោយតេបាទចំពោះ M2 វិញម្ដងបាទចំពោះ M2 ដូចគ្នាដែរកាលណាមានម៉ាស់គឺមាននៅទម្ងន់ប៉េ2អានេះខ្សែវាទាញចូលគ្នាតែហើយបន្ទាប់មកយើងកំណត់ទិសដៅនៃសន្ទុះរបស់វា M1 និង M2 យើងឃើញថា M2 ធំជាងអញ្ចឹងសន្ទុះវាធ្លាក់មកចេះធ្លាក់ចុះក្រោមបាទអញ្ចឹងសន្ទុះវាទិសដៅមកចេះហើយធ្លាក់ចុះមកក្រោមអញ្ចឹងការគូសយ៉ាក្រាមរបស់យើងមានតែប៉ុណ្ណឹងយើងចូលដល់សំណួរខបន្តទៀតយើងចូលដល់សំណួរខគឺគណនាសន្ទុះនៃប្រព័ន្ធអញ្ចឹងយើងថាតាមច្បាប់ទី2 Newton សិក្មា S ស្មើជាមួយ MA អញ្ចឹងចំពោះអង្គធាតុមានម៉ាស់ M1 គឺវាមាននៅកម្លាំងប្រតិកម្ម N1 នេះបាទនេះកម្លាំងប្រតិកម្មបូកឲ្យទម្ងន់ P1 និងបូកឲ្យទៅនឹងខ្សែតេស្មើជាមួយនឹង M1A បាទយើងទៅសេបាន M1A អញ្ចឹងយើងធ្វើចំណោទកែងទៅលើ OX ឬក៏យើងថា N1 បូក N2 ស្មើ0វានៅសល់តេក៏បានហើយតេនេះវាចេញសញ្ញាមកគឺវិជ្ជមានដោយសារវាមានទិសដៅសន្ទុះវាស្មើជាមួយនឹង M1A OX នេះមានកម្លាំង N1 និង N2 វាកែងអញ្ចឹងវា0បាទកែងជាមួយនឹង OX 0អញ្ចឹងវាតេស្មើជាមួយនឹង M1A ចា៎នេះយើងតាំងវាដោយតំណែងទី1អញ្ចឹងចំពោះអង្គធាតុមានម៉ាស់ M2 វិញម្ដងវាមាននៅកម្លាំងទី2គឺវាមាននៅតែតំណែងខ្សែជាមួយនឹងទម្ងន់នេះតំណែងខ្សែជាមួយនឹងទម្ងន់ P2 បាទជាមួយនឹងទម្ងន់ P2 អញ្ចឹងនៅពេលហ្នឹងយើងដាក់បានតេបូកជាមួយនឹង P2 ស្មើជាមួយនឹង 2A បាទអញ្ចឹងហេតុអីបានតេនេះវាចេញសញ្ញាដក P ចេញបូកអាទី1នេះខ្ញុំសរសេរវាក្នុងទម្រង់ជា vector អានេះយើងសរសេរក្នុងទម្រង់ជាតម្លៃយើងគិតពីទិសដៅវិញយល់មើលថងចំណុចលើនេះតេទិសដៅឡើងលើតែ A យើងសន្ទុះសន្មតចុះមកក្រោមចានេះសញ្ញាដក P ទិសដៅដូចសន្ទុះចេញមកសញ្ញាបូកយើងមើលទៅលើទិសដៅរបស់វាយើងសរសេរក្នុងទម្រង់ជា vector អត់គិតពីទិសដៅសិនហើយយើងលុប vector ចោលគិតពីទិសដៅបាទនេះដកតេបូកជាមួយ P2 ស្មើជាមួយនឹង 2A តាំងវាតំណែងទី1មកហើយយើងយកអីគេ1ជំនួសចូល2មកបាទ1ជំនួសចូល2អាត្រង់កន្លែងតេចំនួនដៃដក M1A បូក P2 ជាស្មើជាមួយនឹង M2A អញ្ចឹងសាមាម៉ូវិញគេបោះអានេះមកខាងនេះមកទាញ A ជាកតាវានៅសល់ M1 បូក M2 ចា P2 มันស្មើ M2J អញ្ចឹងទាញ A មកស្មើជាមួយនឹងអីគេ M2J នៅលើ M1 បូក M2 អញ្ចឹងយើងជួសចូលមកបាទសន្ទុះរបស់យើងឃើញ 6.3 ម៉ែត្រនៅក្នុងវិទីក្រឹងអញ្ចឹងការដោះស្រាយលំហាត់យើងមានតែប៉ុណ្ណឹងសូមអរគុណ